សួស្តីអ្នកនរគ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំ Cameron ជាដំបូងសូមអធិស្ឋានចំពោះសម្លេងរៀងកងួតតិចដោយសារខ្ញុំផ្ដាសាយអ្នកនរគ្នាព្រឹកមិញគឺខ្ញុំបានអានសៀវភៅមួយក្បាលដែលមានចំណងជើងថាវិញ្ញាសាជីវិតរបស់បងស្រីកូនចាបមាសខ្ញុំបានអានទៅដល់ចំពុកមួយដែលមានចំណងជើងថាចង់បានល្អទាំងដែលខ្លួនអត់ល្អហើយខ្ញុំមាន clear មួយដែលខ្ញុំស្រឡាញ់ខ្លាំងមែនតើអ្នកនរគ្នាគឺគាត់បានសរសេរថាយើងកើតមកដោយសេចក្តីស្រឡាញ់នេះគឺខ្ញុំបាន highlight ទៀតហើយអញ្ចឹងខ្ញុំសូមអាន clear ដំបូងនឹងឲ្យអ្នកនរគ្នាបន្តិចដោយសារតែវាតកតងជាមួយនឹងអ្វីដែលខ្ញុំចង់លើកឡើងអញ្ចឹងណាយើងអាចស្រឡាញ់នរណាម្នាក់ក៏បានប៉ុន្តែយើងអត់អាចទៅបង្ខំគេឲ្យមកស្រឡាញ់យើងបានទេកុំផ្លាស់ប្ដូរខ្លួនឯងដើម្បីគ្រាន់តែចង់ទទួលបានការស្រឡាញ់ត្រឡប់មកវិញយើងកើតមកដោយសេចក្តីស្រឡាញ់អ្នកនរគ្នាខ្ញុំចង់ឲ្យអ្នកនរគ្នាគិតទៅពីមុនបន្តិចដោយសារតែខ្ញុំឃើញថាសង្គមយើងបច្ចុប្បន្នជាពិសេសក្មេងៗតាណាខ្ញុំអីអញ្ចឹងណាគាត់មាននៅពេលដែលគាត់មានវិបត្តិស្នេហាឬក៏គាត់ស្រឡាញ់គេហើយគេអត់ស្រឡាញ់គាត់វិញអញ្ចឹងអ្នកខ្លះអាចឈានទៅដល់ការធ្វើអត្តឃាតធ្វើបាបខ្លួនឯងចងកលុតទឹកអីផ្សេងជាដើមអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាត្រឡប់ទៅគិតវិញថាយើងម្នាក់ពេលដែលយើងកើតមកគឺម៉ាក់ប៉ាយើងស្រឡាញ់ខ្លាំងមែនតើអ្នកនរគ្នានៅពេលដែលគាត់ដឹងថាមានយើងនៅក្នុងផ្ទៃគាត់មើលថែខ្លួនឯងគាត់ញ៉ាំអាហារដែលល្អសម្រាប់សុខភាពដែលផ្ដល់វីតាមីនផ្ដល់ជីវជាតិឲ្យកូនក្នុងផ្ទៃរបស់គាត់ប៉ាយើងគាត់សុខចិត្តធ្វើការធ្ងន់រ៉ាប់រងការងារទាំងអស់ជំនួសម៉ាក់ដើម្បីឲ្យម៉ាក់ថ្នមខ្លួនហើយគាត់ពពោះយើងគាត់ថែទាំយើង9ខែ10ថ្ងៃអ្នកនរគ្នាមុននឹងកើតចេញជាយើងមកនេះពេលដែលយើងកើតចេញមកហើយពួកគាត់ផ្ដល់ជាអាហារការចិញ្ចឹមបីបាច់ផ្ដល់ជាការសិក្សាហើយមើលថែយើងនិយាយទៅសពគ្រប់ហ្មងណាអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាគិតទៅដល់ក្តីស្រឡាញ់មួយនឹងវិញអញ្ចឹងកុំព្រោះតែស្រឡាញ់នរណាម្នាក់ឬក៏កុំព្រោះតែអ្នកនរគ្នាបែកបាក់ពីសង្សារឬក៏ដៃគូរបស់អ្នកនរគ្នាហើយឈានដល់ការធ្វើអត្តឃាតខ្លួនឯងការធ្វើបាបខ្លួនឯងគុំដោយសារតែរឿងហ្នឹងធ្វើឲ្យយើងបាត់បង់នៅតម្លៃផ្ទាល់ខ្លួនបាត់បង់នៅការស្រឡាញ់ខ្លួនឯងអញ្ចឹងចូលស្រឡាញ់ខ្លួនឯងឡើងវិញធ្វើអ្វីឬក៏ផ្លាស់ប្ដូរអ្វីដើម្បីឲ្យខ្លួនឯងមានការរីកចម្រើនការអភិវឌ្ឍខ្លួនវិញអ្នកនរគ្នាកុំធ្វើបាបខ្លួនឯងដោយសារតែរឿងហ្នឹងត្រូវចាំថាយើងម្នាក់គឺកើតមកដោយក្តីស្រឡាញ់អ្នកនរគ្នាបាយ